ចុះញោមខលរកអ្នកណាអាត្មានេះច្រឡំលេខតែដឹងអាត្មាមិនដែលស្គាល់សម្លេងនេះទេខ្ញុំប្រកាសរណានៅចិត្តនឹងហើយលោកបងចិត្តឯណាអាត្មានៅសឹងផ្ទះអាចារ្យនេះទេញោមចាគឺខ្ញុំនៅខាងលើនឹងហើយលោកបងលើឯណាមិនក៏មិនឃើញលើដំបងពេលនោះភិក្ខុក៏ងើយទៅលើឃើញខ្មោចនាងអង្គុយនិយាយទូរស័ព្ទលលាក្បាលទម្លាក់សក់វែងដល់ក្រោមធ្លាក់ភ្នែកខ្មោចជួយផងរឿងខ្មោចលងអាចារ្យក្រោយពីឥទ្ធិពលនៃសេចក្តីស្រឡាញ់ដែលយុវវ័យនិយមឲ្យផ្កាគ្នាថាជាបុណ្យសង្សារធ្វើឲ្យយុវតីម្នាក់អាយុ17ឆ្នាំឈ្មោះពុតីធ្លាក់ក្នុងអន្លង់ស្នេហាត្រូវបានសង្សារនាំដើរលេងភ្លេចផ្ទះភ្លេចការរៀនសូត្រឆ្លក់វង្វេងនៅការសប្បាយអូនផឹកទៅជាស្រាល្អផឹកហើយសប្បាយភ្លេចអស់ទុក្ខកង្វល់គ្រប់យ៉ាងអូនសម្លាញ់អូនជឿតែបងទៅសាកនេះបន្តិចទៅហើយតែបន្តិចទៅមានអារម្មណ៍ល្អណាស់អូនមិនហ៊ានទេបងសម្លាញ់អូនខ្លាចណាស់បងមិនអីទេខ្លាចអីអូនគេធ្វើមកសម្រាប់ពួកយើងសប្បាយតាពិតជាសប្បាយណាស់យេអតិពលឆ្នាំនេះពិតជាខ្លាំងណាស់It's nothing to it when you got love for the music. It's nothing to it when you got love for the music. The money and the fame, yeah. អូនស្វឹងហើយបងសម្លាញ់មិនក៏នាំអូនមកទីនេះអញ្ចឹងយប់ហើយមិនបាច់ទៅផ្ទះទេបងចង់ធ្វើអីហ្នឹងទុកចិត្តបងចុះចាប់ពីថ្ងៃនេះទៅបងនឹងមើលថែអូនជារៀងរហូតនៅឲ្យស្ងៀមមើលកុំអីនៅឲ្យស្ងៀមមើលកុំអីពួកគេទាំងពីរបានរួមមេត្រីនឹងគ្នាក្នុងយប់នោះទៅក្រោយពីដើរលេងតាមក្លឹបកម្សាន្តនៅភ្នំពេញមិត្តប្រុសរបស់នាងក៏បាននាំនាងដើរលេងដល់កំពង់សោមកែបកំពតនិងចុងក្រោយទៅលេងសៀមរាបតោះអូនស្អែកនេះយើងទៅលេងនៅសៀមរាបម្ដងអូនចង់ទៅទេមែនហើយបងអូនចង់ទៅចូលក្លឹបនៅសៀមរាបម្ដងក្រែងសប្បាយបដូរបរិយាកាសដដែលពេកស្អែកព្រឹងពួកគេជិះម៉ូតូធំពុតីស្លៀកសំពត់ខ្លីខោចលើខោចក្រោមលាបពណ៌សក់ក្រហមដោយនាងជាក្មេងស្រីមានចរិតចូលចិត្តងក់ងច្រើនជាមួយសង្សារព្រឹកនេះពួកគេមិនសូវមានអារម្មណ៍ល្អនឹងគ្នាទេកាលពីយប់មិញម្នាក់ស្រីដែលខលជាមួយបងជាអ្នកណាឃើញបងនិយាយអ្វីនឹងនាងយូរម្លេះនាងជាមិត្តបងហេតុអីក៏អូនប្រកាន់ច្រើនម្លេះអូនមិនជឿទេបងទៅនិយាយស្ងាត់មិនឲ្យអូនដឹងខ្លាចអូនលឺមែនទេបងឆាប់ប្រាប់អូនតាមត្រង់មកអូនឯងមិនមែនជាម៉ែបងទេហេតុអ្វីបានជាឲ្យបងរាយការណ៍គ្រប់មុខប្រាប់ទៅអូនពិតជារំខានមែននៅតាមផ្លូវពួកគេបានឆ្លោះគ្នាហោហែដោយវតីបានប្រច័ណ្ឌនឹងសង្សាររបស់នាងលុះដល់កំពង់ធំក៏បានឈប់សម្រាកកន្លែងមួយហើយនាងក៏បាននិយាយទាំងក្តៅក្រហាយទៅកាន់សង្សារបងដឹងទេពេលនេះខ្ញុំមានកូន2ខែហើយហេតុអីក៏បងនៅតែតាក់ទងនឹងមនុស្សស្រីច្រើនទៀតចុះរឿងយើងតើបងគិតយ៉ាងម៉េច
ឲ្យបងធ្វើយ៉ាងម៉េចទៅយើងនៅក្មេងរៀនមិនតាន់ចប់ថ្នាក់ផងឲ្យបងទៅរកការងារឯណាបានចំណែកឯស្រីៗទាំងនោះសុទ្ធតែជាមិត្តភក្តិបងទេមិនដេចបានជាអូននិយាយមិនចេះស្ដាប់គ្នាសោះអញ្ចឹងមិត្តធម្មតាដូចខ្ញុំដែរមែនទេដោយសារតែពួកគេនៅក្មេងមិនសូវមានការគិតពិចារណាដូចគ្នាធ្វើឲ្យការជជែកគ្នាមានជាចំនួនយ៉ាងខ្លាំងពេលនោះពុទ្ធីបានខឹងសង្សារយ៉ាងខ្លាំងហើយនាងក៏ក្រវែងមួកចោលរត់ឆ្លងថ្នល់ដោយមិនបានមើលឆ្វេងស្ដាំអូនាងស្លាប់បាត់ហើយនៅមិនបានទេរត់ហើយពេលនោះនាងបានប្រកាច់ស្លាប់នៅនឹងកន្លែងតាក់ស៊ីឃើញដូច្នេះក៏បានបើករត់បាត់ទៅអូនធ្វើយ៉ាងម៉េចទៅមិនបានទេខ្ញុំនៅប្រកាសជាមានរឿងពាក់ព័ន្ធដល់ខ្ញុំមិនខានឡើយឲ្យបងសុំទោសបងទៅវិញហើយដោយផិតភ័យនឹងកំហុសរបស់ខ្លួនគេក៏បានឡើងជិះម៉ូតូបើកចេញទៅភ្នំពេញវិញទាំងផិតភ័យចោលសង្សារដែលកំពុងដេកស្លាប់ស្ដុកនៅនឹងកន្លែងនៅមុខផ្ទះអាចារ្យភ្លុកដែលមានវ័យប្រមាណជា60ឆ្នាំបថោអើយមិនគួរណាស្លាប់ទាំងវ័យក្មេងបែបនេះសោះមិនដឹងក្រុមគ្រួសារនៅឯណាគួរឲ្យអាណិតនាងណាស់មើលចោះសាច់ខ្ចីលហកមិនគួរណាស្លាប់ទាំងបែបនេះទេហើយដោយចិត្តអាណិនអាចារ្យភ្លុកក៏បានសែងនាងដាក់ផ្ទះគ្របក្រណាត់សយកមកធ្វើបុណ្យមើលចោះសាច់នៅក្តៅនៅឡើយនាងអើយនាងស្លាប់បិទភ្នែកមិនជិតហេតុអ្វីឲ្យឡានបុកស្លាប់អញ្ចឹងក្រោយពីបូជាសពហើយអ្នកភូមិនៅជិតផ្ទះអាចារ្យមានអារម្មណ៍ខ្លាចខ្មោចនាងគ្រប់គ្នាព្រោះនាងជាខ្មោចតៃហោង7ថ្ងៃក្រោយមកនៅពេលរាត្រីអាចារ្យអង្គុយអុជចង្កៀងផ្លុងឯងមើលទៅផ្ទះអាចារ្យភ្លុកនោះទៅមើលភ្លើងភ្លឺល្អម្លេះក្រែងផ្ទះគាត់គ្មានភ្លើងអគ្គិសនីមកពីណាហើយគាត់ចាក់ចម្រៀងស្ទីវទៀតចម្លែកណាស់បែនតើចម្លែកណាស់កូនណាគេទៅម៉ែណាបងយប់ខ្លះអ្នកស្រុកដើរកាន់បានឃើញក្មេងស្រីអង្គុយទម្លាក់សក់វែងសំកុកនៅមាត់ទ្វារអ្នកដៃណាឯងបានឃើញអីដូចដែលយើងបានឃើញទេវើយឯងឃើញស្ត្រីម្នាក់ទម្លាក់សក់វែងអង្គុយសំកុកនៅមុខផ្ទះអាចារ្យភ្លុកក្រែងគាត់នៅម្នាក់ឯងទេតើឯងក៏ឃើញដូចជាឯងដែរវើយហើយចាប់ការទៀតអាចតែមុនហើយជប់ខ្លះអ្នកចិត្តខាងក៏បានឮសំឡេងស្រីបំពេកូនល្វើយកូនណាគេទៅម៉ែនៅបំពេឲ្យកូនគេលក់សំឡេងនេះធ្វើឲ្យឆ្កែលូពេញភូមិត្រហឹងអ្នកស្រុករកដេកមិនបានតាអាចារ្យទោះជាគ្រប់គ្នាប្រាប់ថាផ្ទះគាត់មានខ្មោចក៏គាត់មិនជឿព្រោះរាល់យប់គាត់ដេកតែម្នាក់ឯងគ្មានអ្វីទេ
អ្នកតាអាចារ្យផ្ទះរបស់តាមានខ្មោចយងណា នៅផ្ទះតាឯងមានខ្មោចយងណា បែរហើយតើខ្ញុំមិនខ្លាចរាល់ថ្ងៃនេះ មែនហើយតាអាចារ្យទោះជាគ្រប់គ្នាប្រាប់ថាផ្ទះគាត់មានខ្មោចក៏គាត់មិនជឿព្រោះរាល់យប់គាត់ដេកតែម្នាក់ឯងគ្មានអ្វីទេយប់នេះតាទៅតែមកពីបនសំដេកយកដៃកងថ្ងាសងាកទៅលើដំបូលឃើញនាងវតីអង្គុយសណ្ដូកជើងលាតសន្ធឹងសក់វែងភ្នែកធ្លាក់អ្នកនេះក្រមុំមិនបាច់មកលុបបន្លាចតាទេតានេះដេកជាមួយខ្មោចសឹងរាល់តែថ្ងៃទៅហើយមិនដែលចេះខ្លាចទេតាខំបោះជាសពឲ្យនាងហេតុអីក៏នាងរមើលគុណតាទៅវិញកុំឆាឆៅតាងងុយដេកណាស់នាងខ្មោចវតីបានក្រឡាខ្លួនទៅជាស្អាតមានក្លិនក្រអូបអង្គុយនៅចុងជើងតាលោកតាយកខ្ញុំធ្វើសង្សារទេចុះប៊ីទៅស្អីតាពោះមកអាយុហើយខ្ញុំយកសង្សារក្មេងស្ទាវបានត្រឹមតែឈឺចាំរត់ចោលពុកម៉ែបាត់បង់ទាំងការសិក្សាដល់ពេលខ្ញុំស្លាប់សូម្បីតែសាកសពគេក៏មិនមើលផងឲ្យខ្ញុំទៅជាខ្មោចអនាថាពេលនេះខ្ញុំចង់ស្រឡាញ់មនុស្សចាស់វិញម្ដងចាប់ពីពេលនោះមកគេតែងឮអាចារ្យជជែកគ្នានៅកណ្ដាលអាធ្រាត្រឡើងទៅពេលខ្លះក៏ឮសំឡេងមនុស្សស្រីនិយាយសន្ទនាយ៉ាងល្អកល្អឿនថែមទៀតណែអាក្អូនយប់ឡើងយើងឮឪឯងសន្ទនាជាមួយនឹងមនុស្សស្រីរាល់តែយប់យើងសង្ស័យតែឪឯងនឹងមានស្រីក្មេងទេមែនអីមីងមិនអីទេយប់នេះខ្ញុំនឹងនាំបងទៅលប់មើលពុកថាគាត់មានស្រីក្មេងមែនឬទេលុះដល់ពេលរាត្រីកណ្ដាលអាធ្រាត្រមកដល់គេបានបញ្ជូនកូន3នាក់ឲ្យលប់មើលឪពុកអាយលើកដូចខ្ញុំទេជីតាកំពុងតែនិយាយជាមួយមនុស្សស្រីខ្ញុំឮតែឥឡូវឯងចូលទៅលប់មើលតាតាមប្រហោងជញ្ជាំងទៅមើលហើយខ្ញុំឃើញតានិយាយតែម្នាក់ឯងនឹងចៅទី2រត់ចូលមើលក៏ឃើញតាកំពុងគៀកកាយជាស្រីក្មេងយីតាយើងកំពុងគៀកកាយជាមួយស្រីក្មេងវើយខ្ចីញញវាមិនដែលហើយគេអើតមើលម្ដងទៀតក៏ឃើញស្រីក្មេងដែលមានភ្នែកក្រហមធ្លាក់ចុះមកចង្កូមវែងសក់វែងអន្លាយដូចជាព្រាយខ្មោចលោកតាស្រឡាញ់ខ្មោចហើយពួកគេក៏រត់ចែកជើងគ្នាអស់យីពួកអាក្មេងអស់នេះរំខានមែនលោកតាក៏ទាញទ្វារបិទវិញរំលងបាន3ថ្ងៃក៏មានឡានដឹកដំឡូងជិះឆ្លងកាត់មកដល់ខេត្តកំពង់ធំហើយបានខូចនៅចំណុចនាងវតីស្លាប់នៅក្នុងនោះក៏មានសង្ឃ2អង្គរួមដំណើរហើយក៏បានចូលសុំផ្ទះតាអាចារ្យសម្រាប់មួយយប់បដាជគុណមកទាំងយប់បែបនេះមានការអ្វីដែរអាត្មាសុំស្នាក់នៅមួយយប់ព្រោះឡានដឹកដំឡូងវាខូចព្រះដាជគុណនិមន្តមកពីខាងណាវិញពួកអាត្មានិមន្តមកពីស្ទឹងត្រែងខកឡានក៏ជិះឡានដឹកដំឡូងព្រោះប្រញាប់ត្រូវប្រឡងស្អែកនេះមិនអីទេខ្ញុំករណានឹងរៀបចំកន្លែងសម្រាប់ប្រគេននិមន្តសឹងតែខ្ញុំករណាយប់នេះមិននៅផ្ទះទេព្រោះរវល់ទៅបន់សពគេបន្ទាប់ពីរៀបចំកន្លែង
មុងភួយដល់ព្រះសង្ឃហើយតាអាចារ្យក៏ចាក់ចេញទៅនៅយប់នោះភិក្ខុពីរអង្គនោះសន្ទនាទូរស័ព្ទមិនចេះចប់ម្ដងជាមួយអ្នកនេះម្ដងជាមួយអ្នកនោះសុទ្ធតែញោមស្រីមិនចេះដាច់រហូតដល់ម៉ោង1កណ្ដាលអាធ្រាត្រទើបចូលសឹងអាឡូហើយអ្នកណាខលមកអត់មានលេខទូរស័ព្ទអញ្ចឹង អាឡូជំរាបសួរលោកបងថ្មនេះលោកបងសឹងហើយឬនៅសឹងឯណាទើបបានសំងំបន្តិចញោមក៏ទេមកចុះបើលោកបងមិនចង់ឲ្យរំខានម្ដេចលោកបងមិនបិទទូរស័ព្ទមុនពេលសឹងចុះញោមខលរកអ្នកណាអាត្មានេះច្រឡំលេខតែដឹងអាត្មាមិនដែលស្គាល់សម្លេងនេះទេខ្ញុំប្រកាសរណានៅចិត្តនឹងឲ្យលោកបងចិត្តឯណាអាត្មានៅសឹងផ្ទះអាចារ្យនេះទេញោមចាគឺខ្ញុំនៅខាងលើនឹងឲ្យលោកបងលើឯណាមិនក៏មិនឃើញលើដំបូលពេលនោះភិក្ខុក៏ងើយទៅលើឃើញខ្មោចនាងអង្គុយនិយាយទូរស័ព្ទលលាក្បាលទម្លាក់សក់វែងដល់ក្រោមធ្លាក់ភ្នែកខ្មោចជួយផងភិក្ខុទាំងពីរអង្គរត់ស្ទើររបូតស្បង់ខ្មោចជួយផងខ្មោចឡងខ្មោចក្រោយពីមានការភ្ញាក់ផ្អើលខ្មោចលងព្រះសង្ឃមេឃុំក៏សម្រេចចិត្តរុះរើផ្ទះអាចារ្យធ្វើជាកុនហើយអាចារ្យក៏បានធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនាងវតីកុំឲ្យនៅវិលវល់ហើយគាត់ក៏បាននៅរក្សាសិលជាមួយនឹងព្រះសង្ឃរហូតតទៅកុំភ្លើតភ្លើនក្នុងវ័យសិក្សា